បាទសួស្តីសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំបានចែករំលែកជាមួយនឹងសំណួរចំនួន3សំណួរចាប់ផ្ដើមពីសំណួរទី23ដល់សំណួរទី25តោះកុំឲ្យខាត់ពេលយូរសំណួរទី23ក្រោយកិច្ចព្រមព្រៀងនៅឆ្នាំ1884ចលនាបោះបោរបស់ប្រជាជនកាត់ឡើងដូចម្ដេចធ្វើឡើងដោយនរណា24តើចលនាបះបោរនៅឆ្នាំ1885ត្រូវបានរៀបចំដោយនរណាហើយបានរីករាលដាលដូចម្តេចសំណួរទី25សរុបសេចក្តីជាចំណុចដ៏សំខាន់នៅក្នុងចលនាបះបោរនោះគឺជាអ្វីពាក់ព័ន្ធនឹងសំណួរទាំង3នេះគឺពាក់ព័ន្ធនឹងសំណួរចលនាបះបោរហើយសំណួរដែលក្តោបសំខាន់ជាងគេគឺសំណួរទី25ដែលសួរសរុបសេចក្តីនៃចំណុចដ៏សំខាន់នៅក្នុងចលនាបះបោរនោះគឺជាអ្វីតោះឥឡូវយើងចូលទៅដល់ចម្លើយទាំងអស់គ្នា23ក្រោយកិច្ចព្រមព្រៀងនៅឆ្នាំ1884ចលនាបះបោររបស់ប្រជាជនកើតឡើងពីព្រោះពួកគេយល់ថាកិច្ចព្រមព្រៀងនៅឆ្នាំ1884បានធ្វើឲ្យពួកគេបាត់បង់សិទ្ធិអំណាចដែលធ្លាប់មានពីមុនមកធ្វើឡើងដោយមន្ត្រីសក្តិភូមិខ្មែរដោយសារតែចំណុចនៃកំណែតម្រង់ឆ្នាំ1884របស់បារាំងហ្នឹងគឺដកសិទ្ធិអំណាចពីព្រះមហាក្សត្រពោលគឺព្រះអង្គនឹងទទួលយល់ព្រមប្រគល់សេចក្តីសម្រេចរបស់រ៉េស៊ីនបងស៊ូពែរីយ៉េអញ្ចឹងធ្វើឲ្យអំណាចមន្ត្រីសក្តិភូមិនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺបាត់បង់អំណាចទើបមានការបោះបោរនៅក្នុងឆ្នាំ1884តោះសំណួរទី24ហើយក៏ជាចម្លើយទី24ចលនាបោះបោរនៅឆ្នាំ1885ត្រូវបានរៀបចំដោយមន្ត្រីសក្តិមន្ត្រីរាជការបានធ្វើឲ្យរីករាលដាលយ៉ាងលឿនពីពេញផ្ទៃប្រទេសដោយធ្វើឡើងដើម្បីទាមទារឲ្យបារាំងប្រគល់អំណាចថ្វាយព្រះមហាក្សត្រខ្មែរវិញមានន័យថានៅពេលដែលបារាំងបានប្រគល់អំណាចដែលបារាំងធ្លាប់ដកនៅឆ្នាំ1884ពីព្រះមហាក្សត្រនោះពេលដែលបានប្រគល់ឲ្យព្រះមហាក្សត្រវិញគឺធ្វើឲ្យមន្ត្រីរាជការនៅក្នុងប្រទេសហ្នឹងគឺទទួលបានសិទ្ធិអំណាចឡើងវិញផងដែរទើបមានការបោះបោរនៅឆ្នាំ1885ហ្នឹងតោះចម្លើយទី25សរុបសេចក្តីនៃចំណុចដ៏សំខាន់នៅក្នុងចលនាបោះបោរគឺដើម្បីទាមទារឲ្យបារាំងដកអំណាចគ្រប់គ្រងរបស់ខ្លួនផ្ទាល់ចេញពីប្រព័ន្ធរដ្ឋបាលខ្មែរនេះបញ្ជាក់ថាបារាំងបានគ្រប់គ្រងនៅប្រព័ន្ធរដ្ឋបាលខ្មែរអំណាចគ្រប់គ្រងផ្ទាល់របស់ខ្លួននឹងគឺដាក់អាណានិគមមកលើប្រទេសកម្ពុជាដោយផ្ទាល់តែម្ដងមិនដូចជំនាន់នៅក្នុងឆ្នាំ1863ឯដែលបារាំងដាក់ត្រឹមតែជាអាណាព្យាបាលតើឥឡូវនេះសំណួរនិងចម្លើយបានបញ្ចប់ហើយសូមមើលតាមដាននៅវីដេអូបន្តអរគុណច្រើន